មិនដែលទេពុកម៉ែបងប្អូនទាំងអស់គ្នាជីណូរីដំបងគេបងអស់ប្រហើយឃើញគេនិយាយតគ្នាអញ្ចឹងណាតែពេលបានមកអញ្ចឹងទៅមានអីសុបាយទៅបងប្អូនទាំងអស់គ្នាផ្លែអារម្មណ៍មួយយ៉ាងដែរអញ្ចឹងណាតោះតែមើលទាំងអស់គ្នាបានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានទៅដើរលេងនៅភ្នំបាណន់ណាកន្លែងណូរីអ្នកណាខ្លះក៏ស្គាល់និយាយរួមទៅខ្ញុំអត់ដែលបានមកទេអញ្ចឹងណាលើកទី1ហើយនេះកន្លែងគេនិយាយពីស្អាតមែនទែនប្រហើយហ្នឹងឯងដូចពាក្យគេនិយាយណាឬតែគេនិយាយ100ដងមិនស្មើយ៉ាងបានទៅម្ដងនិយាយពីថាកម្រងទៅលេងណូរីនៅបាត់ដំបងណាយូរខែយូរឆ្នាំមកអត់ដែលបានមកទេវាហេងអីពេលតកាកូនអ៊ីចឹងទៅក៏យើងឆ្លៀតទៅលេងបានផ្លេតចឹងណាយីមែនសបាយមែនបងប្អូនទាំងអស់គ្នាទៅតែក្តៅបន្តិចព្រោះខ្ញុំជីនឹងប្រហែលម៉ោង2ម៉ោង3ក្តៅមែនទេពុកម៉ែបងប្អូនគ្នាប៉ុន្តែសបាយមែនទៅគ្នាតិចណាបងប្អូនទាំងអស់គ្នាគឺទៅបងប្អូនច្រើនដែរហ្នឹងឯងយើងជីពីណូរីបងប្អូនទាំងអស់គ្នាតែសបាយមែនទេទោះតែក្តៅបន្តិចបងប្អូនទាំងគ្នាសបាយមែនទេប៉ុន្តែក្តៅក៏ក្តៅដែរទៅធ្វើមិនទៀតថតហើយយើងយូរមកម្ដងមិនដឹងទៅពេលណាបានទៅទៀតអញ្ចឹងទៅពេលទីក្តៅយ៉ាងណាក៏មិនមែនជាឧបសគ្គសម្រាប់អ្នកដើរលេងដូចពួកខ្ញុំដែរអញ្ចឹងយើងទៅតែថតដើម្បីតែទុកមើលថ្ងៃក្រោយទៀតមិនដឹងតែពេលណាបានទៅទៀតទេបងប្អូនទាំងអស់គ្នាទៅតែមានការដូចជាការក្មួយការប្អូនអញ្ចឹងទៅបើយើងទៅដើរលេងអញ្ចឹងណាយើងក៏លេចមើលតាមជើងភ្នំណាបំណន់ណាអូយនិយាយពីដើមឈើខៀវស្រងាត់អូយស្អាតណាស់បងប្អូនទាំងអស់គ្នានិយាយមែនបើសិនខ្ញុំទៅពេលល្ងាចកុំឲ្យថ្ងៃចេញមករងស្អាតយ៉ាងណាប៉ុន្តែធ្វើឲ្យម៉េចបើយើងឆ្លៀតទៅដើរលេងណាយើងមិនមែនកម្រងទៅដើរលេងទេគឺយើងទៅការកូនអ៊ីហ្នឹងនិយាយមែនកម្រងការកូនអ៊ីហ្នឹងគឺខ្ញុំមិនបានគិតថាបានទៅដើរលេងទេយើងឆ្លៀតពេលបានណាដោយសារអីគឺខ្ញុំទៅដល់គឺគេឡើងរោងហើយអញ្ចឹងទៅដល់កន្លែងរោងការនោះប្រហែលជាម៉ោង1អញ្ចឹងទៅបានហូបបើកទឹកកន្លែងការទេគឺខ្ញុំឆ្លៀតយកម៉ូតូក្មួយខ្ញុំហ្នឹងឯងពី3ម៉ូតូមកកន្លែងការកន្លែងអីខ្លះអត់តែមានម៉ូតូខ្ញុំជ័យគេមើលទាំងអស់ហ្នឹងឯងដើម្បីតែចង់ស្គាល់ណូរីអីចឹងណាតែគេនិយាយមែនបងប្អូនទាំងគ្នាគឺសប្បាយហើយហត់ក៏សប្បាយដោយសារបញ្ញាពេលអញ្ចឹងណាខ្ញុំស្រឡាញ់ណាធម្មជាតិពេលខែវស្សាណាតាមជើងភ្នំមកខៀវស្រងាត់បងប្អូនទាំងគ្នាតិចជុំមែនទេអូយសប្បាយមែនទេបងប្អូនទាំងគ្នាខ្ញុំចង់ទៅម្ដងទៀតណាពេល voice លេងបតាអូចង់ទៅម្ដងទៀតណាមិនដឹងពេលណាបានទៅទេបងប្អូនទាំងគ្នាអើយស្អាតមែនទេបរោយសំខាន់សួនច្បារគេយើងជិះទៅដល់កន្លែងសួនច្បារអញ្ចឹងទៅគេឈប់ឲ្យយើងដើរលេងសួនច្បារអញ្ចឹងណាប៉ុន្តែស្ដាយអីខ្ញុំបានដើរលេងបន្តិចទេដោយសារក្តៅពេកខ្ជិលដើរហត់ផងបានថតកន្លែងសួនផ្កាបន្តិចហ្នឹងក៏មកផ្ទះវិញតែបើមានឱកាសលើកក្រោយទៀតអញ្ចឹងណាខ្ញុំចង់ទៅលេងនៅបាត់ដំបងម្ដងទៀតប៉ុន្តែចង់ទៅកន្លែងព្រំសំពៅចង់ទៅឃើញរូបព្រះគេដាប់នឹងជាងអូយស្អាតណាស់បងប្អូនទាំងគ្នាអត់ចង់ទៅមែនទេប៉ុន្តែវាពេលវេលាតិចពេកឲ្យហ៊ានទៅទេបងប្អូនទាំងគ្នាដោយសារយើងទៅការកូនអ៊ីបើទៅដើរលេងនោះទៀតគឺអត់មានពេលទៅការទេអញ្ចឹងទៅយើងដើរបន្តិចសិនអីចឹងណាព្រោះកម្រោមានកម្រោដើរលេងទេគឺកម្រោទៅការកូនអ៊ីនិយាយទៅនិយាយមកក៏លេងមកមើលពួកខ្ញុំដើរលេងវិញគឺខ្ញុំដើរដល់កន្លែងសួនច្បារគេហើយនិយាយថាស្អាតមែនទេបងប្អូនទាំងគ្នាធំមែនទេបរោយនិយាយរួមទៅខ្ញុំដើរបានច្រើនទេដើរតែបន្តិចដោយសារក្តៅផងហត់ផងអានោះមួយទៅវាជីលឿនឡានក្នុងប្រហែលម៉ោងបងប្អូនទាំងគ្នាគិតមើលទៅពីសៀមរាបទៅដល់បាត់ដំបងពេលទៅអារម្មណ៍ដើរលេងតែស្អាតមែនធម្មជាតិនៅកន្លែងហ្នឹងគឺសួនច្បារគេធំមែនទេប៉ុន្តែពួកខ្ញុំដើរអត់ដល់ទេយើងដើរតែបន្តិចក៏មកផ្ទះវិញអញ្ចឹងទៅណាមួយទៅវាហត់បងប្អូនទាំងគ្នាយីមែនឃើញផ្កាគេរីកសុះស្គីនឹងពេញតែសួនច្បារហើយតែហៅគេវល់ទាំងគ្នាសប្បាយមែនទេអារម្មណ៍មួយសប្បាយផងហត់ផងនៅឯងដើរទៅដល់ទេបើយើងមិនដើរមិនបើយើងទៅហើយយើងមានពេលទៅឆ្ងាយផងនិយាយរួមទៅខ្ញុំស្ដាយដែរកន្លែងសួនច្បារគេដោយសារតែពួកខ្ញុំបានទៅដើរលេងគ្រប់កន្លែងសួនច្បារទាំងអស់គឺមែនគឺធំហើយស្អាតមែនទែនគឺខ្ញុំដើរបានមកកន្លែងបន្តិចទេស្ដាយហ្មងតែគ្នាយីមែនដល់ពេលណាបានទៅទេសួនច្បារគេធំហើយស្អាតហ្មងតែគ្នាយើងនិយាយបានទៅដោយសារតែយើងហត់ពេកក៏ខ្ជិលណាមួយទៅកន្លែងរោងការផងវាគៀកម៉ោងពេកអីពេកអញ្ចឹងណាមិនទៅគ្នាតិចណាបងប្អូនទាំងអស់គ្នាជាងមក10នាក់ជាងនេះតែកូនក្មួយបងប្អូនទាំងអស់គ្នាអញ្ចឹងទៅណាដើរមកក្រុមជីណូរីពីយោផ្អើលពីកន្លែងសួនច្បារសប្បាយលេងអីពេលដែលខ្ញុំដើរអញ្ចឹងទៅក៏លេងមើលឃើញរូបគេដាក់តាំងនៅមុខយិបសាច់ដុំដល់កអីនៅដាំងបដ ாய் ស៊ីផេកបដ ாய் ប៉ុន្តែឃើញបានទេចាប់ដល់ទៅក្បែរបដ ாய் ខ្លាចបានស៊ីផេកឌីគេអញ្ចឹងណាហើយក៏ខ្ញុំបានដល់ចូលកន្លែងម៉ាតអញ្ចឹងទៅមកទម្លុះដល់កន្លែងសួនច្បារមួយទៀតគឺស្អាតមែនទែនគឺកន្លែងកង់ហោះអញ្ចឹងណាហើយកន្លែងទៅហ្នឹងមានជួលកង់ទៀតកង់មួយ10000អញ្ចឹងយើងជិះដើរលេងតាមសួនច្បារអញ្ចឹងទៅប៉ុន្តែក្មួយខ្ញុំជួលបានមកកង់ដែរដណ្ដើមគ្នាជិះវ៉ាពីហ្នឹងឯងនិយាយថាធំពេកអង្គទៅគ្នាបើយើងជិះកង់
រត់បានឃើញទាំងអស់តែដើរហើយហត់ណាឡើងលាក់កលៀនណាបងប្អូនទាំងគ្នានឹងអារម្មណ៍ចង់ដើរវាឈឺកលៀនដោយសារយើងដើរពេកមួយថ្ងៃជឿបរោយសិតតែជួនច្បារបរោយស្អាតណាស់បងប្អូនទាំងគ្នាធម្មជាតិពិតបរោយនិយាយពីថាខ្ញុំដើររៀងហត់ដែរអញ្ចឹងទៅឃើញក្មួយខ្ញុំជិះកង់រៀងសប្បាយអញ្ចឹងទៅខ្ញុំចាប់ផ្ដើមទីងកង់ក្មួយសុំជិះដែរហើយណាមួយទៅវាឈឺកលៀនណាបងប្អូនទាំងគ្នាដើរពេកអញ្ចឹងក៏សុំកង់ក្មួយជិះម្ដងមើលដើរជិះឆ្វែលតាមនឹងបរោយដោយសារតែយើងជិះកង់ទៅវាអត់សូវឈឺកលៀនប្រហែលទេដើរមើលសួនច្បារពេញតំណឹងអញ្ចឹងណានេះបងប្អូនទាំងគ្នាខ្ញុំជិះបានណាកន្លែងតំណឹងទេសួនច្បារមួយកន្លែងទេប៉ុន្តែមានច្រើនទៀតបងប្អូនទាំងគ្នាគឺធំមែនទែនបើបងប្អូនបានទៅកន្លែងណូរីប្រហែលជាដឹងថាសួនច្បារធំប៉ុណ្ណាខ្ញុំអាចរកបានទេគឺវាធំមែននិយាយមែនដើរត្រង់ណាក៏ឃើញសួនច្បារដើរត្រង់ណាក៏ឃើញសួនច្បារហើយផ្កាផ្លែផ្កាខ្លះក៏ខ្ញុំស្គាល់ផ្កាខ្លះក៏ខ្ញុំអត់ដែលឃើញសោះប្រហែលនេះបងប្អូនទាំងអស់គ្នាកន្លែងផ្កាហ្នឹងមិនជាផ្កាស្អីទេមានក្រហមមានសប៉ុន្តែស្អាតមែនទែនប្រហែលណាសម្បូរមែនទែននេះផ្កាតនេះផ្កាក្រហមតែផ្កាតែមួយទេប៉ុន្តែមានពីរពណ៌ស្អាតមែនទែននិយាយទៅនិយាយមកក៏ពួកខ្ញុំចាប់ដើមថារោរៀបកម្រោមកវិញហើយបងប្អូនទាំងអស់គ្នាដែលថាទៅកន្លែងការម្ដងទៀតណាមួយម៉ោង4ម៉ោង5ហើយប៉ុន្តែនៅតែមានថ្ងៃលិចមកទៀតអូយក្តៅណាស់ដើរមកវិញហ្នឹងទៅមកកន្លែងនេះកន្លែងតាហាល់ខ្យល់ផងអូយបងប្អូនទាំងគ្នាដូចមានគេផ្លុំអញ្ចឹងក៏ពិតមិនមែនទេខ្យល់អញ្ចឹងណានេះចាប់ដើមថាពួកខ្ញុំដើរទៅកន្លែងណូរីហើយយើងអង្គុយចាំសិនណាគេមកអញ្ចឹងទៅយើងទៅវិញអញ្ចឹងណានិយាយរួមទៅដូចឡានក្រុងអញ្ចឹងមានគេទៅយើងមានគេមកអញ្ចឹងទៅហើយវឡុកខ្ញុំក៏មានអីច្រើនដែរបងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការទស្សនាវឡុកមួយនឹងអីចឹងណាបើចង់តាមដានវីដេអូខ្ញុំបន្តទៀតជួយ follow ផងអរគុណច្រើនបាយបាយ